បងប្អូននេះគឺជារបៀបធ្វើទឹកជ្រលក់ស៊ុបស៊ីឈាន់ជ្រលក់ស៊ុបស៊ូគីឬក៏សាច់អាំងអីក៏បានដែរជាតិបញ្ញាឆ្ងាញ់ញាក់ឲ្យអ៊ុយហ្មងដំបូងយើងកិនខ្ទឹមកិនម្ទេសហើយម្ទេសខ្ញុំដាក់ម្ទេសកូរ៉េនេះដោយសារខ្ញុំចង់បានពណ៌វាស្អាតបងប្អូនចូលចិត្តហឹរអាចប្រើម្ទេសយើងធម្មតាហ្នឹងក៏បានដែរកិនវាឲ្យម៉ត់ល្អហើយខ្ញុំភ្លេចប្រាប់ថាដាក់តៅហ៊ូចូលផងកិនជាមួយវាឲ្យម៉ត់ល្អកិនក្លុកខ្ញុំរៀងតូចដែរអញ្ចឹងខ្ញុំកិនម៉ត់ហើយបាទខ្ញុំយកវាមកលាយគ្រឿងតាមក្រោយដោយដាក់ទឹកប៉េងប៉ោះចំនួន2ស្លាបព្រាបាយទឹកម្ទេស2ស្លាបព្រាបាយហើយខ្ញុំប្រើស្ករ1ស្លាបព្រាបាយជាមួយនឹងម្សៅស៊ុបខ្នុរអត់ប៊ីចេហ្នឹងប្រហែលជា1ស្លាបព្រាកាហ្វេខ្ញុំបញ្ចូលសលេងភ្លេចរហូតបងប្អូនអ្នកប្រេងល្ងផងឲ្យវាឈ្ងុយល្អប៉ុន្តែកុំប្រើច្រើនពេកកុំឲ្យវាធំខ្លាំងព្រោះវាអត់ឆ្ងាញ់ដែរកូរវាឲ្យសព្វល្អហើយខ្ញុំច្របាច់ក្រូចឆ្មាថែមមួយផ្លែហើយដាក់ទឹកទៅបើសិនជាចង់រាវប៉ុណ្ណាយើងដាក់ល្មមមកយើងចូលចិត្តរួចហើយយកវាទៅដាំឲ្យពុះហើយបងប្អូនដឹងថាឆ្ងាញ់ត្រង់ណាអត់នេះល្ងសរបស់យើងហើយមុនពេលយកមកដាក់ហ្នឹងលីងវាឲ្យវារៀងឡើងឈ្ងុយបន្តិចទៅហើយចាំពេលពុះហើយចាំយើងដាក់ល្ងហ្នឹងក្រោយគេដើម្បីទុកក្លិនហ្នឹងឲ្យវាកាន់តែឈ្ងុយធ្វើងាយៗប៉ុន្តែរសជាតិឆ្ងាញ់ហើយពេលដែលយើងញ៉ាំអាចបន្ថែមជាមួយនឹងជីវ៉ាន់ស៊ុយថែមក៏បានបើសិនជាបងប្អូនចូលចិត្តក្លិនបែបហ្នឹងហើយទឹកជ្រលក់នេះបើញ៉ាំអត់អស់ក៏អាចរក្សាទុកនៅក្នុងទូទឹកកកបានមួយខែទៅមួយខែជាងអីដែរ